ចឹងរឿងបិសាញ់ជក់ឈាមពិតឬមិនពិតប្រឌិតឬក៏មិនប្រឌិតណោះគ្នាបាទចឹងបិសាញ់ជក់ឈាមគឺគេល្បីថាមានតាំងនៅឆ្នាំ1700ណោះគ្នាហើយបិសាញ់ជក់ឈាមគឺភាគច្រើនល្បីនៅប្រទេសអឺរ៉ុបណោះគ្នាអត់សូវអាស៊ានយើងទេហើយបិសាញ់ជក់ឈាមហ្នឹងគឺវាកើតឡើងដោយយើងមកពីអីប្រកាសអត់ច្បាស់ទេណោះគ្នាតែអ្វីដែលយើងច្បាស់គឺថាបិសាញ់ជក់ឈាមអាចធ្វើឲ្យមនុស្សយើងខ្លាយទៅជាបិសាញ់ជក់ឈាមបានដូចគ្នាដោយវាជញ្ជក់ឈាមយើងណោះគ្នាឃើញកន្លែងកខ្ញុំនេះនេះគឺជាស្នាមបិសាញ់ជក់ឈាមបានជក់ខ្ញុំណោះគ្នាបាទចឹងពេលដែលវាជក់ឈាមយើងគឺវាដាក់ជាមួយនឹងទឹកមាត់ណោះគ្នាបាទហើយពេលវាដាក់ជាមួយនឹងទឹកមាត់យើងនឹងខ្លាយទៅជាបិសាញ់ជក់ឈាមដូចគ្នាក៏ហាយើងមិនមែនជក់ភ្លាមយើងខ្លាយទៅជាបិសាញ់ជក់ឈាមភ្លាមទេគឺពី3ថ្ងៃក្រោយបើយើងចេញអាការៈក្តៅខ្លួននៅមិនកើតបើយើងអាចខ្លាយទៅជាបិសាញ់ជក់ឈាមបានហើយមនុស្សទូទៅគឺគេចង់ខ្លាយទៅជាបិសាញ់ជក់ឈាមដោយសារតែបិសាញ់ជក់ឈាមគឺអត់ចាស់ឈឺស្លាប់ទេណោះគ្នាបាទឧទាហរណ៍ខ្ញុំត្រូវបិសាញ់ជក់ឈាមជក់ខ្ញុំពីអាយុប៉ុណ្ណឹងគឺខ្ញុំអាយុប៉ុណ្ណឹងរហូតមកជីវិតតែម្ដងខ្ញុំអត់ចាស់ខ្ញុំអត់ចាស់ក្មេងទេគឺខ្ញុំនៅប៉ុណ្ណឹងចឹងហើយបើណោះគ្នាឃើញមុខខ្ញុំនៅតែដែរអញ្ចឹងបិសាញ់ជក់ឈាមគឺវាអត់ស៊ីសាច់វាអត់ស៊ីអីទេគឺវាស៊ីតាឈាមមនុស្សទេគឺវាបឺតឈាមមនុស្សណោះគ្នាវាបឺតឈាមគោបឺតឈាមអីបានដូចគ្នាក៏ហាវាអត់ឆ្ងាញ់វាឆ្ងាញ់ជាមួយនឹងឈាមមនុស្សហ្នឹងហើយបិសាញ់ជក់ឈាមចំណុចសោយរបស់វាគឺវាចាញ់ពន្លឺថ្ងៃណោះគ្នាបាទហើយនឹងចាញ់ធាតុប្រាក់ផងដែរឬក៏ខ្ទឹមអីចឹងទៅយ៉ាអញ្ចឹងហើយបើណោះគ្នាឃើញខ្ញុំអត់ដែរដេកយប់ទេគឺខ្ញុំដេកតែថ្ងៃទេណោះគ្នាបាទគឺខ្ញុំសកម្មនៅពេលយប់ដោយសារខ្ញុំខ្លាចទៅជាបិសាញ់ជក់ឈាមសត្វផាយហើយបិសាញ់ជក់ឈាមមិនមែនជាខ្មោចហើយក៏មិនមែនជាបិសាចដែរវាបែបគឺជាអ្នកប្រើសិលវិញណោះគ្នាបាទហើយវារូបរាងវាខុសពីមនុស្សយើងទេណោះគ្នារូបរាងវាគឺដូចមនុស្សយើងអញ្ចឹងតោះអាហារអ្នកខ្លះគេថាអូរូបរាងវារៀងស្លេកអញ្ចឹងណាវាខានជក់ឈាមយូរអីចឹងទៅហ្នឹងហើយក៏ប៉ុន្តែអត់ទេបិសាញ់ជក់ឈាមមុខមាត់ដូចយើងធម្មតាជាមនុស្សហ្នឹងអញ្ចឹងហើយអញ្ចឹងបើណោះគ្នាដឹងថាខ្ញុំខ្លាចទៅជាបិសាញ់ជក់ឈាមតាំងកាលណាមកអញ្ចឹងដើម្បីឆ្លើយសំណួរណោះថ្ងៃថាបិសាចជក់ឈាមមានពិតឬមិនពិតអញ្ចឹងខ្ញុំត្រូវលាក់បាំងរឿងហ្នឹងអញ្ចឹងគឺខ្ញុំឆ្លើយថាមិនមានពិតទេណោះថ្ងៃបាទគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះណោះថ្ងៃ